កូនហើយកូនកូនមួយរូបនេះយុវជនខ្មែរគាត់ចេញមករិះគន់ទៅកាន់អ្នកគ្រូគាត់ថាអ្នកគ្រូហាត់អីក៏អត់មានសិលធម៌ហាត់អីក៏ធ្វើអញ្ចឹងហ៎កូនហើយកូនក្នុងករណីដែលគ្រូគាត់ខូចចិត្តគាត់ខកចិត្តគាត់ចង់ឲ្យសិស្សខំរៀនគាត់ចង់ឲ្យសិស្សប៉ាកែដល់ទៅពេលសិស្សវក់វីតែជាមួយទូរស័ព្ទអត់យកចិត្តទុកដាក់រៀនសូត្រអត់ខំប្រឹងរៀនដាក់មេរៀនឲ្យកត់ក៏មិនកត់គាត់ក៏យកសភៅទម្លាក់ពីលើចុងខាងក្រោមហើយក្មេងៗសិស្សរបស់គាត់ទាំងអស់ហ្នឹងទៅរើសសភៅថតវីដេអូធ្វើឲ្យញ៉ាំញ៉ាំសើចធ្វើដូចអត់មានដឹងកំហុសថាខ្លួនឯងហ្នឹងធ្វើខុសមិនខំរៀនមិនខំសូត្រអីទេណាបងប្អូនណាគាត់នៅញ៉ាំញ៉ាំបានទៀតគ្រូខឹងដល់កម្រិតហ្នឹងហើយគាត់នៅញ៉ាំញ៉ាំគាត់នៅសើចបានទៀតនឹងមានអ្នកចូលទៅកាន់ជើងសិស្សទាំងអស់ហ្នឹងហើយស្ដីបន្ទោសគ្រូទៀតបងប្អូនរហូតដល់យុវជននេះគាត់ចេញមកថាគ្រូមិនក៏ធ្វើអញ្ចឹងគ្រាន់តែព្រឿងប៉ុណ្ណឹងមិនក៏ត្រូវយកសភៅបោះចោលហើយក៏គ្មានសិលធម៌ធ្វើចឹងគាត់តែសាប់ដល់មេរៀនទប់សភៅសិស្សចោលសូត្រធ្វើចឹងសោះហ្មងមិនគ្រូសម័យឥឡូវទៅយើងចឹងលេងចឹងគេមានតែអភិវឌ្ឍពីសម័យកាលទៅមួយសម័យកាលធ្វើចឹងដល់ការទៀតសម័យ2026ហើយមិន1900ជាងទេវីដេអូនេះចាំមិននិយាយកូនណាកូនហ្នឹងហើយកូនឯងកាត់សក់ឲ្យស្អាតផងកូនណាកុំធ្វើសក់ឯងឡើងដល់ណេះអញ្ចឹងឲ្យពាក់មួកពាក់អីអញ្ចឹងឲ្យចេញមករិះគន់គ្រូអញ្ចឹងកូនមិនអញ្ចឹងកូនបងប្អូនណាជួយខមមិនប្រាប់គាត់ផងនេះគាត់ចេញមករិះគន់គ្រូថាគ្រូអសិលធម៌មិនគួរធ្វើអញ្ចឹងទេគ្មានសុជីវធម៌គាត់នៅសិស្សអត់កត់មេរៀនសម័យនេះហើយមិនដូចសម័យមុនទេកូនហើយកូននេះបងចូលចេញវីដេអូមុនតាក់ទងទៅនឹងរឿងហ្នឹងមិនត្រឹមតែគ្រូណាដែលគាត់ស្ទះទ្រូងគាត់ចេញមកខមមិនគាត់ស្ទះទ្រូងគាត់បញ្ជាក់ថាក្មេងមួយចំនួនពិបាកណាស់ពិបាកអប់រំពិបាកថាឲ្យខំប្រឹងរៀនណាប្រាប់ឲ្យខំប្រឹងរៀនមិនខំប្រឹងវក់វីទៅជាមួយទូរស័ព្ទសម្បីតែម្ដាយអាណាព្យាបាលក្មេងៗសម័យនេះមួយចំនួនធំគាត់ចេញមករអ៊ូរទាំថាកូនសម័យឥឡូវនេះពិបាកចិញ្ចឹមអត់ខិតខំប្រឹងប្រែងរៀនសូត្រវក់វីទៅជាមួយទូរស័ព្ទមួយហ្គេមមួយអីស្អីណោះអត់ខំប្រឹងរៀនទេអញ្ចឹងហ៎បងប្អូនណាហើយគាត់ចេញមកនិយាយភាសាអញ្ចឹងរិះគន់ទៅកាន់គ្រូទៀតណាទាំងតែខ្លួនឯងសក់ក្បាលមិនកាត់ផងនេះ